ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីការចិញ្ចឹមខ្យងបឺនៅតាមផ្ទះជាការគូសាសម្រាប់ខ្យងបឺនេះគឺចិញ្ចឹមបានចាប់ពីខែ2ដល់ខែ6ឆ្នាំ4ខែប៉ុន្តែយើងត្រូវដឹងពីរបៀបចិញ្ចឹមទេបើពីមុនមកយើងចិញ្ចឹមទៅងាប់ចិញ្ចឹមទៅងាប់ហើយយើងដឹងថាគេចិញ្ចឹមរបៀបមិនបានរស់បានវាធំធាត់បានល្អចំពោះខ្យងបឺនេះគឺយើងមានខ្យងពងខ្លួនឯងអញ្ចឹងគឺការចិញ្ចឹមខ្យងដំបូងរយៈពេល2-3ខែដំបូងដែលខ្ញុំចិញ្ចឹមហ្នឹងគឺមានបញ្ហាងាប់ច្រើនដោយសារយើងអត់ដឹងមូលហេតុណាឥឡូវយើងត្រូវតែដឹងឃើញមូលហេតុអីបានយើងចិញ្ចឹមទៅវាអត់កើនសោះទី1គឺរើសពូជខ្យងហ្នឹងយើងទិញពូជគេមកហ្នឹងគឺសិតតែឈ្មោលទាំងអស់ស្ទើរតែថា 100% មានតែ 20% ទេដែលញីបើ 80% ទៀតគឺឈ្មោលអញ្ចឹងហើយបានធ្វើឲ្យខ្យងរបស់យើងហ្នឹងអត់ងាយកកើតកាន់តែច្រើនទេហើយចំណុចទី2ហ្នឹងគឺថាបញ្ហាធំដែលយើងអត់ដឹងហ្នឹងគឺយើងចាំដោយយើងភ្ញាស់ក្នុងអាងតែមួយហ្នឹងគឺយើងឲ្យវាពងនៅក្នុងអាងហ្នឹងហើយយើងទុកឲ្យវាញាស់ខ្លួនវាអាហ្នឹងជាហេតុធំដែលធ្វើឲ្យខ្យងហ្នឹងគឺវាអត់ល្អទេចំពោះវិធីសាស្ត្រដែលយើងធ្វើឲ្យខ្យងកើនបានគឺដោយសារពេលដែលវាពងគឺយើងចាំបាច់ត្រូវយកពងទៅដាក់នៅភ្ញាស់ក្នុងអាងដែលឡែកហើយបើសម្រាប់ខ្ញុំគឺខ្ញុំភ្ញាស់ក្នុងពាងទឹកយើងហ្នឹងគឺយើងពេលដែលវាពងនៅក្នុងអាងហ្នឹងគឺយើងយកពងហ្នឹងយកទៅភ្ញាស់ក្នុងពាងមូលហេតុដែលយើងធ្វើបែបហ្នឹងគឺដោយសារទី1យើងចាំខ្យងគឺនៅវាលអញ្ចឹងនៅពេលដែលភ្លៀងមកគឺកូនទាំងអស់ហ្នឹងងាប់ហើយព្រោះភ្លៀងវាមានជាតិអាស៊ីតវាមានជាតិសារធាតុផ្សេងអញ្ចឹងនៅពេលដែលវាប៉ះផ្ទាល់ទៅនឹងទឹកឲ្យទៀតភ្លៀងវាប៉ះផ្ទាល់នឹងខ្យងហ្នឹងគឺកូនខ្យងហ្នឹងងាប់ហើយមួយទៀតគឺបញ្ហាមេខ្យងវាស៊ីកូនខ្យងដោយសារតែខ្យងវាទៅញាស់ភ្លាមហ្នឹងគឺមេវាស៊ីនៅពេលដែលអាកូនទូចអត់ទូចខ្លាំងហ្នឹងគឺវាទុំនៅលើចកហ្នឹងវាស៊ីចកហ្នឹងនៅពេលដែលមេវាស៊ីចកហ្នឹងគឺវាដោយទៅកូនអស់ហ្នឹងអញ្ចឹងធ្វើឲ្យខ្យងយើងហ្នឹងអត់កើនទេគឺយើងចាំប៉ុណ្ណាវានៅតែប៉ុណ្ណឹងវាកើនតិចមែនទេឥឡូវយើងដឹងវិចារទៅថ្មីទៅយើងភ្ញាស់ផ្សេងទៅដែលធ្វើឲ្យខ្យងវាមានច្រើននៅក្នុងបង្ហាញអញ្ចឹងវាច្រើនគួរសមដែរចាំខ្ញុំបង្ហាញពីការភ្ញាស់ពីទៀងចំណែកថាយើងភ្ញាស់វាម៉េចវាបានពងវាម៉េចវាញាស់យើងដាក់ចំណែកឯងវាស៊ីខ្លះសម្រាប់ការភ្ញាស់ខាងនេះគឺដូចខ្ញុំនិយាយអញ្ចឹងគឺយកពងដែលវាពងនៅក្នុងអាងធំហ្នឹងយកមកដាក់បែបនេះអានេះខ្ញុំដាក់នៅលើកញ្ច្រែងកង្ហាដាក់វាអញ្ចឹងទៅវាញាស់ខ្លួនវាយើងអត់ចាំបាច់ធ្វើអីទេហើយចំណីដែលវាចូលចិត្តស៊ីហ្នឹងគឺទី1គឺសារាយទី2គឺណនងគឺពីរហ្នឹងគឺវាចូលចិត្តដូចនៅក្នុងពាងនេះអញ្ចឹងខ្ញុំមាន2ពាងគឺពាងទី1គឺវាញាស់ភ្លាមនិងពាងទី2វាញាស់វារៀងអន្តរតិចដែលវាអាចស៊ីចកបានអញ្ចឹងអាពាងនេះគឺពាងទី2ហើយខ្ញុំដាក់ដាច់ឡែកដែរកុំឲ្យវាស៊ីគ្នាវាអញ្ចឹងគឺចំណៃរបស់វាដែលវាចាំបាច់ទាំងខ្យងធំទាំងកូនខ្យងគឺណនងហើយនឹងចកសូឡាអាសូឡាហ្នឹងហើយនឹងសារាយគឺ3មុខហ្នឹងគឺវាចូលចិត្តស៊ីមែនតើអានេះគឺខ្យងវាធំហើយគឺមិនតើខ្យងបើជាទូទៅវាតែប៉ុណ្្នឹងទេវាអត់ធំទេហើយចំពោះការលក់វិញជាទូទៅ1គីឡូអាចខ្ទង់ 20000 ឬក៏ 15000 ឬក៏ 25000 ទៅតាមទីផ្សារហ្នឹងទៅវាងាយស្រួលចាំដែរក៏ទៅដល់ពេលដែលយើងដឹងថាការភ្ញាស់របៀបម៉េចហ្នឹងគឺវាកើតផលលឿនមែនទេកាលរយៈពេល 3-4 ខែដំបូងហ្នឹងគឺខ្យងគឺអត់កើនសោះយើងស្ទើរថាយើងឈប់ចិញ្ចឹមហើយក៏តែចុងក្រោយហ្នឹងគឺយើងដឹងពីរបៀបភ្ញាស់ដឹងពីរបៀបពេលដែលវាកូនហ្នឹងត្រូវបំបែកវាសិននៅពេលឲ្យចាំដាក់នៅអាងរួមនៅពេលវាម៉ូទ័រឬក៏ធំធាត់ហើយអញ្
ចឹងវីដេអូមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអាចមើលតាមហ្នឹងទេ អនុមោទនាអង្គដាបានមកបានជុកថតចាเราហូបបពីថ្ងៃហ្នឹងเราហូបពីណាទៀតបាយ5មានផ្ទះយើងแล้วបបទៀតណាមកនាវពីមកនេះនេះកំឡេងអីរៀម Ủa nó chạy